ប៉ុន្តែព្រះបានចោទប្រកាន់ប្រពន្ធគាត់ថាបានញ៉ាំផ្លែឈើហាមឃាត់ប៉ុន្តែយើងដឹងថាពស់បានចោទប្រកាន់នាងដោយមិនពិតព្រោះគាត់ចង់យកនាងសម្រាប់ខ្លួនគាត់ហើយនាងនៅតែស្មោះត្រង់នឹងអាដាមព្រះជឿលើពស់ភ្លាមដូច្នេះពួកគេក៏បណ្ដេញនាងចេញពីសួនហើយនាងក៏យំព្រោះនាងនឹងមិនបានជួបអាដាមម្ដងទៀតទេប៉ុន្តែភ្លាមនោះអ្នកយាមម្នាក់បានចូលមកក្នុងសាវនាកាហើយគាត់ក៏បានដួលទៅលើដីខណៈដែលអាដាមដើរចូលមកតាមពីក្រោយព្រះមានការញាក់ផ្អើលពេលឃើញអាដាមកាន់កន្ត្រកផ្លែឈើហាមគាត់ហើយពស់ប្រាប់អាដាមថាគាត់គ្មានសិទ្ធិមកទីនេះទេប៉ុន្តែអាដាមចាប់ផ្ដើមខំផ្លែប៉ោមម្ដងមួយដែលធ្វើឲ្យព្រះមានការញាក់ផ្អើលប៉ុន្តែអាដាមដឹងថាវាមានរសជាតិជូរដូច្នេះគាត់ក៏ស្ដោះវាចេញបន្ទាប់ពីខំមួយម៉ាត់រួចហើយប្រាប់អ៊ីវថាគាត់នឹងចាក់ចេញពីអាស៊ានជាមួយនឹងនាងប៉ុន្តែពស់បានប្រែកាយដើម្បីប្រយុទ្ធនឹងអាដាមព្រោះគាត់មិនចង់ឲ្យពួកគេទាំងពីរមានទីបញ្ចប់ដ៏រីករាយទេពស់ព្យាយាមវាយប្រហារអាដាមដោយប្រើកញ្ញាំរបស់គាត់ប៉ុន្តែអាដាមបានប្រើសមត្ថភាពរបស់គាត់ដើម្បីចម្លងក្បាច់របស់ពស់ហើយកាត់ពស់ជាអំណាចអាដាមប្រាប់អ៊ីវថាដល់ពេលសាងសង់ឋានសួគ៌របស់ពួកគេហើយដូច្នេះពួកគេក៏ចាក់ចេញពីបន្ទប់សាវនកម្មហើយចុះទៅផែនដីយើងត្រឡប់មកបច្ចុប្បន្នវិញខណៈពេលដែលមនុស្សកំពុងអបអរដោយសារអាដាមអាចយកឈ្នះស៊ូបានហើយហេមដលរៀបនឹងប្រកាសអាដាមជាអ្នកឈ្នះប៉ុន្តែស៊ូបានក្រោកឡើងវិញស៊ូនិយាយថាការប្រយុទ្ធមិនទាន់ចប់នៅឡើយទេហើយក៏បង្វិលក្បាលរបស់គាត់ត្រឡប់មកដូចដើមវិញដូច្នេះព្រះក៏ហៅឲ្យគាត់ប៉ុន្តែហឺមេសដឹងថាស៊ូហាក់ដូចជាអស់កម្លាំងស៊ូសួរអាដាមថាតើគាត់កំពុងប្រយុទ្ធដើម្បីអ្វីព្រោះគាត់មិនអាចមានអារម្មណ៍ពីការស្អប់របស់អាដាមចំពោះព្រះនោះទេដូច្នេះអាដាមក៏បញ្យល់ថាគាត់កំពុងប្រយុទ្ធដើម្បីការពារកូនរបស់គាត់ដែលធ្វើឲ្យមនុស្សដឹងថាអាដាមពិតជាស្រឡាញ់ពួកគេទាំងអស់គ្នាបានអធិដ្ឋានសូមឲ្យអាដាមឈ្នះហើយគាត់ក៏សង្កេតឃើញថាស៊ូកំពុងតបែកញើសដូច្នេះគាត់ក៏ប្រាប់ស៊ូឲ្យចោះចាញ់ប៉ុន្តែស៊ូដឹងថាគាត់ត្រូវបញ្ចេញកម្លាំងទាំងអស់ដើម្បីយកឈ្នះអាដាមដូច្នេះគាត់ក៏បានកំទេចរាងកាយរបស់គាត់ហើយគ្រប់គ្នាភ្ញាក់ផ្អើលខណៈដែលស៊ូបានប្រែទៅជាទម្រង់ចុងក្រោយរបស់គាត់អាដាមមានអារម្មណ៍ពីថាមពលដ៏ធំធេងរបស់ស៊ូដូច្នេះគាត់ក៏បង្កើនការប្រុងប្រយ័ត្នរបស់គាត់ជាលើកដំបូងហើយស៊ូក៏បានស្ទុះចូលខណៈដែលគាត់បញ្ចេញថាមពលដែលគាត់រក្សាទុកទាំងអស់នៅក្នុងកណ្ដាប់ដៃរបស់គាត់អាដាមវាយបកវិញដោយចម្លងក្បាច់របស់ស៊ូប៉ុន្តែស៊ូមិនព្រមចោះចាញ់ហើយបន្តវាយប្រហារអាដាមដែលអាដាមបានប្រែក្លាយក្បាលរបស់ស៊ូទៅជាបាវខ្សាច់ហ្គូលគិតថាពួកគេនឹងឈ្នះការប្រយុទ្ធប៉ុន្តែហៀលដាភ័យសន្ស្លាវនៅពេលដែលរាងកាយរបស់អាដាមកំពុងតែឡើងកម្ដៅខ្លាំងពេកព្រោះប្រព័ន្ធសរសៃប្រសាទរបស់គាត់កំពុងពិបាកតាមទាន់ចលនារបស់ស៊ូប៉ុន្តែព្រះលោកីដឹងថាស៊ូក៏បានឈានដល់ដែនកំណត់របស់គាត់ដែរដូច្នេះវាអាស្រ័យទៅលើពេលវេលាតែប៉ុណ្ណោះមុនពេលដែលពួកគេណាម្នាក់ដួលអ្នកប្រយុទ្ធទាំងពីរនៅតែបន្តរុញច្រានហួសពីដែនកំណត់របស់ពួកគេហើយគ្រប់គ្នាក្រោកឈរឡើងខណៈពេលដែលពួកគេមើលការប្រយុទ្ធដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រវត្តិសាស្ត្រប៉ុន្តែពួកគេដឹងថាវាបានក្លាយទៅជាសមរភូមិនៃការស៊ូទ្រាំដូច្នេះពួកគេក៏ស្រែកហូឲ្យអ្នកតំណាងរបស់ពួកគេរៀងៗខ្លួនហើយអង្វរពួកគេកុំឲ្យចោះចាញ់ព្រោះការប្រយុទ្ធជិតដល់ទីបញ្ចប់ហើយប៉ុន្តែដំណក់ឈាមរបស់ស៊ូបានតក់ចូលទៅក្នុងភ្នែករបស់អាដាមហើយទីបំផុតស៊ូក៏អាចវាយត្រូវអាដាមស៊ូបន្តវាយទៅលើអាដាមហើយអាដាមមានការលំបាករារាំងការវាយផារបស់ស៊ូដូច្នេះគ្រប់គ្នាគិតថាវាចប់ហើយសម្រាប់គាត់មនុស្សបានអង្វរអាជ្ញាកណ្ដាលឲ្យបញ្ឈប់ការប្រយុទ្ធព្រោះពួកគេនឹងរួចហើយថាអ្នកណាជាអ្នកឈ្នះហើយពួកគេក៏យំនៅពេលដែលពួកគេឃើញឪពុករបស់ពួកគេត្រូវបានបំផ្លាញប៉ុន្តែអាដាមស្ដាប់តែឮសំឡេងក្មេងយំហើយគាត់កាន់តែមានការតាំងចិត្តដើម្បីការពារកូនរបស់គាត់ដូច្នេះគាត់ក៏ចាប់ក្បាលរបស់ស៊ូខណៈពេលដែលគាត់សម្រេចចិត្តប្រយុទ្ធរហូតដល់ទីបញ្ចប់អាដាមចាប់ផ្ដើមវាយតបវិញខណៈដែលគាត់ទទួលរងការវាយផារបស់ស៊ូទល់មុខគ្នាហើយពួកគេទាំងពីរហាក់ដូចជាស្មារតីគ្នាដូច្នេះគ្រប់គ្នាឆ្ងល់ថាតើអ្នកណានឹងដួលមុនប៉ុន្តែស៊ូស្រាមតែដួលលុតជង្គង់ហើយត្រឡប់ទៅទម្រង់ដើមរបស់គាត់វិញដូច្នេះគ្រប់គ្នាក៏គិតថាគាត់បានចាញ់ហើយមនុស្សស្រែកហៅអបអរអាដាមប៉ុន្តែពួកគេដឹងថាអាដាមបានស្លាប់ទៅហើយស៊ូបង្ហាញថាអាដាមបានស្លាប់ពេលដែលពួកគេកំពុងតែបដូរកណ្ដាប់ដៃគ្នាប៉ុន្តែរាងកាយរបស់អាដាមនៅតែអាចវាយចេញបានស៊ូសរសើរអាដាមដែលបានរុញគាត់ឲ្យលើសពីដែនកំណត់របស់គាត់ហើយសារភាពថាគាត់នឹងចាញ់ប្រសិនបើវាជាការប្រកួតនៃការស៊ូទ្រាំហេមដល់ប្រកាសស៊ូជាអ្នកឈ្នះហើយមនុស្សក៏ចាប់ផ្ដើមយំខណៈពេលដែលព្រលឹងរបស់អាដាមរលាយប៉ុន្តែពួកគេបដិញ្ញាចិត្តឈ្នះរ៉ាក់ណារ៉ុកដើម្បីសងសឹកឲ្យគាត់បន្ទាប់មកក៏ឆ្ងល់ថាហេតុអ្វីបានជាវ៉ាល់ការីដែលបានបញ្ចូលគ្នាជាមួយអាដាមស្លាប់ព្រោះស្នាប់ដៃនោះមិនបានបែកបាក់នោះទេដូច្នេះវ៉ាល់ការីឈ្មោះថារីសក៏បញ្យល់ថាប្រសិនបើពួកគេប្រើបច្ចេកទេស Divine Tracer Forge នោះពួកគេនឹងមានវាសនាដូចគ្នាទៅនឹងមនុស្សដែលពួកគេបានរួមបញ្ចូលគ្នាជាមួយហេលដាញ៉ាំអាហារទាំងកំហឹងដោយសារតែការបរាជ័យហើយនាងគិតថាពួកគេគួរតែធ្វើអ្វីគ្រប់យ៉ាងដើម្បីឈ្នះការប្រកួតជុំបន្ទាប់ប៉ុន្តែនាងដឹងថា Poseidon ដែលជាព្រះសមុទ្រគឺជាតំណាងបន្តរបស់ព្រះហើយក៏ឆ្ងល់ថាហេតុអ្វីបានជាពួកគេបញ្ជូនអ្នកប្រយុទ្ធខ្លាំងរបស់ពួកគេទៅរួចហើយព្រោះវាទៅតែជាជុំទី3តែប៉ុណ្ណោះហេលដាឆ្ងល់ថាតើនាងគួរជ្រើសរើសអ្នកណាជាអ្នកតំណាងឲ្យមនុស្សបន្ទាប់ប៉ុន្តែបរិះអានកំបាំងម្នាក់ស្រាប់តែដើរមកហើយគាត់បានស្ម័គ្រចិត្តប្រយុទ្ធនៅជុំទី3នេះហេដាមិនស្គាល់គាត់ទេប៉ុន្តែគាត់បើកឯកសាររបស់គាត់ហើយនាងក៏ដឹងថាគាត់គឺជាអ្នកកុនដាវដ៏ល្បីល្បាញឈ្មោះថាកូជីរ៉ូសាសាគីគាត់ឆ្ងល់ថាហេតុអ្វីបានជាគាត់មើលទៅចាស់ម្លេះព្រោះព្រលឹងរបស់គាត់គួរតែត្រូវបានកោះហៅមកក្នុងវ័យពេញកម្លាំងរបស់គាត់ដូច្នេះគាត់ក៏បញ្យល់ថាគាត់បច្ចុប្បន្នស្ថិតនៅក្នុងទម្រង់ខ្លាំងបំផុតរបស់គាត់ហើយព្រោះគាត់មិនដែលឈប់វឹកហាត់ទេបន្ទាប់ពីគាត់បានស្លាប់
គ្រប់គ្នាបានប្រមូលផ្ដុំគ្នាដើម្បីមើលជុំទី3ហើយពួកគេឃើញភ្លាមៗថាមានទឹកនៅ